មានលោកយាយម្នាក់ឈ្មោះថាយាយប្រំព្រៃគាត់គឺជាកំពូលអ្នកលេងឆ្នោតម្នាក់នៅក្នុងភូមិសពថ្ងៃគាត់គ្មានការងារអ្វីធ្វើនោះទេគឺគិតតែពីដើរកាត់លេខឆ្នោតតាំងពីដើមភូមិរហូតដល់ចុងភូមិថ្ងៃមួយគាត់កំពុងតែដើរក៏ប្រទះឃើញបុរសម្នាក់កំពុងតែបត់ជើងធំកណ្ដាលវាលអូយយប់មិញមិនដឹងជាស៊ីស្អីទេវ៉ៃបានជាចុកពោះម្លេះអីអូយអេលោកបងកំពុងធ្វើអីហ្នឹងអង្គុយអើតលើមសង្ស័យតែអង្គុយរាប់លុយចាក់ឆ្នោតទេដឹងយីយាយប្រំព្រៃមិនឃើញគ្នាកំពុងតែអង្គុយជុះទេអីនៅមកឆ្លៀតសួរទៀតអូលោកបងកំពុងជុះទេហើយអាម៉េចហូបអីខុសមែនទេបានជាឈឺជុះធ្វើមុខជុះបែបនេះហើយយប់មិញមិនដឹងជាហូបអីទេយាយអើយភ្លេចឲ្យឈឹងតែម្ដងនេះអូនឹកឃើញហើយយប់មិញគឺហូបកាហ្វេទឹកដោះគោនឹងណាអើវ៉ៃចឹងតាបានវាចេះតែចុកពោះអូហើយចុកកាហ្វេនឹងចាស់ឬក៏ខ្ចីលោកបងខ្ញុំមិនដឹងទេយាយកូនវាទិញឲ្យផឹកតែវារៀងល្វីងប្រហែលជាកាហ្វេចាស់ទេដឹងចាលោកបងកាហ្វេវាកៅហើយបើកាហ្វេចាស់ប្រហែលជាកៅក្រាស់ហើយអញ្ចឹងខ្ញុំកាត់យក99ជុំយ៉ាហើយនេះគ្រាន់តែខ្ញុំផឹកកាហ្វេរៀកយាយអីកាត់តែចាក់ឆ្នោតបានទៀតអេលោកបងចេះតែផ្សងទៅណាក្រែងលោចាក់ត្រូវបានខ្លាចជាអ្នកមានអញ្ចឹងខ្ញុំទៅហើយណាព្រោះខ្លាចមិនទាន់ម៉ោងចាក់យាយប្រំព្រៃក៏បានបន្តដំណើរទៅមុខទៀតអាប្រុញកូនម៉ែប្រឯងបន្តិចនេះយកលុយ500ទៅទិញប៊ីចេងឲ្យម៉ែបន្តិចមកឲ្យលឿនបន្តិចណាម៉ែប្រញាប់ស្លម៉ែខ្ញុំមកខ្លាចភ្លេចម៉ែជួយកត់កដាឲ្យខ្ញុំបន្តិចមកយីអាកូននេះគ្រាន់តែប្រើទិញប៊ីចេងមួយមុខសោះចាំបាច់កត់កដាអីដែរឥឡូវអញ្ចេះកូនឯងដើរបណ្ដើទន្ទិញប៊ីចេងមកដើរទៅវាមិនភ្លេចទេណាអូមែនម៉ែអញ្ចឹងខ្ញុំទៅហើយអាប្រុញពេលដែលម៉ែប្រើវាបែបនេះវាក៏ដើរបណ្ដើហើយស្រែកបណ្ដើប៊ីចេងចុំអាប្រុញហើយថ្ងៃនេះហើយកើតឈួតឡប់អីដើរបណ្ដើស្រែកប៊ីចេងម្នាក់ឯងអូពូគឺម៉ែខ្ញុំគាត់ប្រើទិញប៊ីចេងហ្នឹងណាខ្ញុំចេះតែខ្លាចភ្លេចគាត់ដើរបណ្ដើស្រែកបណ្ដើតែម្ដងទៅយីលយម៉េះពូសរសើរអូនហើយដែលធ្វើអញ្ចឹងបាននោះទៅចុះចិត្តដល់ផ្ទះអ្នកលក់ហើយវើយបាទពូអញ្ចឹងខ្ញុំទៅសិនហើយប៊ីចេងអាប្រុញកំពុងតែដើរសុកស្រាប់តែជំពប់ជើងដួលប៊ីចេងអីយោយអូយចំជាសួយមែននេះហើយអ្នកណាគេមកដាក់ដុំថ្មកណ្ដាលផ្លូវបែបនេះពិតជាសួយមែនខ្ញុំអេអាចៅប្រុញហើយអាម៉េចបានជាមកដេកលេងដីកណ្ដាលផ្លូវចឹងអាចៅតិចឡាណាបុក700វើយឆាប់ងើបឡើងមានណាលោកយាយគឺខ្ញុំមកចំពប់ជើងដួលនឹងណាអូដួលដីទេអីយាយស្មានតែអាចៅអញមកដេកលេងដីវ៉ៃជ្រុលជាជួបហើយអញកាត់ចាក់ឆ្នោតតែម្ដងទៅណែអាប្រុញឆ្នាំនេះចៅអញអាយុប៉ុន្មានហើយចៅបាទយាយខ្ញុំអាយុ9ឆ្នាំហើយយាយដើរដួលដេកបាត់ដេកវា0ហើយអាប្រុញវាមានអាយុ9ឆ្នាំអញ្ចឹងកាត់យក0.9តែម្ដងទៅតែប៉ុណ្ណេះបានមួយលេខទៀតហើយខ្ញុំណែអាប្រុញឆាប់ងើបឡើងវើយកុំដេកដួលយូរពេកយាយមិនបានជួយលើកឯងទេយាយប្រញាប់ទៅចាក់ឆ្នោតហូយលោកយាយមនុស្សដួលមិនជួយលើកតែកាត់លេខឆ្នោតឯណាឆ្កុយអេមិញម៉ែប្រើទិញអីអញ្ចេះទៅជាភ្លេចហើយនេះអូនឹកឃើញហើយ09 09
09ចំអាប្រុញហើយក្មួយឯងស្រេចអីគេ0909ហ្នឹងហ៎អូមីងគឺម៉ែខ្ញុំគាត់ប្រាប់ឲ្យទិញ09500ហា09អីគេក្មួយមីងដូចជាអត់មានលក់ទេក្មួយឯងស្ដាប់ម៉ែច្រឡំតែដឹងច្រឡំមិនមីងម៉ែខ្ញុំគាត់ប្រាប់ច្បាស់ណាស់ថាឲ្យទិញ09500វាមិនដែលទេអាក្មួយមីងមិនដែលលឺផងក្មួយឯងច្បាស់ជាច្រឡំហើយតាំងពីចេះលក់មកមីងមិនដែលយក09មកលក់ទេក្មួយតែខ្ញុំច្បាស់ណាស់មីងថាម៉ែខ្ញុំក៏ឲ្យទិញ09បើមិនជឿមីងសាក់តែទៅសួរគាត់មើលចាំមីងខសួរវាមិនដែលមានណាបើមីងមិនដែលលក់អា09ហ្នឹងផងអាឡូមីងយ៉យហើយមីងឯងប្រាកូនមកទិញអីខ្ញុំលើវាប្រាប់ថាទិញ09500អូអាប្រុញកូនហើយឲ្យវាទិញប៊ីចេង500ទៅចេញ09ឯណាឆ្កុយអូអញ្ចឹងទិញប៊ីចេងទេហ៎ខ្ញុំនេះក៏ឆ្ងល់ដែរហ្នឹងណាទើបដាច់ចិត្តខសួរមីងនឹងឲ្យមីនាងគឺខ្ញុំឲ្យវាទិញប៊ីចេងទៅតាមានបានតែឲ្យទិញ09មកពីណាហើយយ៉ាប់មែនកូនខ្ញុំណែអាប្រុញម៉ែក្មួយឯងឲ្យទិញប៊ីចេង500មិនមែន09អីទេអូមីងបាទនេះប្រហែលជាខ្ញុំស្ដាប់ច្រឡំហើយនេះឆាប់យកទៅក្រាញ់ម៉ែឯងប្រញាប់ស្លោបាទមីងយាយប្រំប្រៃបន្ទាប់ពីបានពីលេខហើយគាត់ក៏ដើរសំដៅទៅផ្ទះមេឆ្នោតលុះដើរសុកក៏ដើរកាត់ខ្ទមអ្នកតាយីខ្ទមអ្នកតាតើនេះជ្រុលជាដើរឆ្លងកាត់ទៅហើយកុំឲ្យខាតគិតទៅសុំលេខលោកតាអា3ខ្ទង់មួយមើលក្រែងលោចាក់ត្រូវឆាប់បានខ្លាចជាសេដ្ឋីអូលោកតាម្ចាស់ទឹកម្ចាស់ដីហើយខ្ញុំនេះវាចាស់ណាស់ទៅហើយការងារអីក៏ធ្វើមិនកើតអញ្ចឹងមានតែចាក់ឆ្នោតផ្សងសំណាងក្រែងលោវាសនាខ្ពស់បានខ្លាចជាសេដ្ឋីនឹងគេសូមលោកតាជួយកូនចៅឲ្យអា3លេខមួយខ្ទង់មកណាសាធុពេលដែលលោកយាយសុំលេខឆ្នោតលោកតារួចហើយក៏ស្រាប់តែមានផ្លែស្វាយ3ផ្លែធ្លាក់ចំក្បាលរបស់គាត់អីអូយស្អីចេះនេះឈឺណាអូផ្លែស្វាយទេតើអានេះវាកើតថៃបានជាមកធ្លាក់មកម្ដងទាំង3អញ្ចឹងសង្ស័យតែបារមីលោកតាប្រាប់ឆ្នោតទេដឹងនេះពិតជាស័ក្តិសិទ្ធិពិតមែនលោកតាតែស្វាយ3បែបនេះគួរតែកាត់លេខឆ្នោតប៉ុន្មានទៅណលោកយាយក៏បានគិតមួយសន្ទុះធំស្វាយយើងកាត់30ហើយស្វាយវា3ផ្លែអញ្ចឹង330តែម្ដងទៅឆើតបានមួយលេខទៀតហើយអរគុណណាលោកតាបើកូនចៅចាក់ត្រូវកូនចៅនឹងមិនភ្លេចលោកតាទេយីយាយនេះចំជាអត់កំណើតមែនចំណាស់នេះហើយមិនប្រឹងរៀនធរបែរជាប្រឹងលេងល្បែងហើយនេះយើងខំទម្លាក់ផ្លែស្វាយឲ្យចំក្បាលដើម្បីឲ្យយាយភ្ញាក់ខ្លួនបែរជាទៅកាត់លេខឆ្នោតឯណាឆ្កុយហើយយាយមើលទៅមានតែបណ្ដោយតាមព្រំលិខិតហើយនៅកន្លែងចាក់ឆ្នោតមកលោកយាយឲ្យឆាប់ឡើងដល់ម៉ោងឥឡូវហើយចាអាចៅប្រុសនេះខ្ញុំចាក់3លេខលេខទី1 99លេខទី2 09ហើយអាលេខទី3គឺ3ខ្ទង់ខ្ញុំចាក់330អូខេយាយហើយសម្រេចថាចាក់ប៉ុន្មានលុយអាចៅជួយដាក់ឲ្យយាយ10លានរៀលទៅណានេះឆាប់រាប់ទៅក្រែងលោមិនតាន់ម៉ោងចំបានលុយពីណាច្រើនមិនយាយអូគឺយាយយកប្លង់ផ្ទះទៅបញ្ចាំនឹងណាអាចៅជ្រុលជាចាក់ហើយចាក់មកអស់ដៃតែម្ដងមើលអូខេយាយតែខ្ញុំគ្រាន់តែប្រាប់ទេណាប្រយ័ត្នរហាមចាក់ច្រើនម្លឹងបើចាក់ត្រូវច្បាស់ជាសេដ្ឋីហើយតែបើមិនត្រូវទេផ្ទះហ្នឹងដឹងតែគេរឹបអូសយកហើយអាចៅប្រុសរហាមមិននេះយាយច្បាស់ណាស់មិនមែនចេះតែចាក់ទេណាជាពិសេសអា3ខ្ទង់ចុងក្រោយគឺយាយបានពីលោកតានឹងណាអូយលោកយាយ
សម័យនេះទៅហើយនៅជឿរឿងសំលេងអ្នកតាទៀតនេះបើលោកតាបកកែមែនណាគាត់ប្រកាសជាយកលុយមកចាក់ខ្លួនឯងហើយមិនចាំបាច់មកប្រាប់យាយទេយីអានេះកុំនិយាយច្រើនពេកមើលឆាប់រាប់លុយទៅហើយឲ្យចុងសង្លឹករបស់យាយប្រញាប់ទៅអត់ឆ្នោតនៅផ្ទះអូខេយាយនេះចុងសង្លឹកឆាប់យកទៅអត់ទៅណាចិត្តដល់ម៉ោងគេប្រកាសហើយនេះយាយព្រមព្រៃក្រោយពីចាក់ឆ្នោតរួចហើយគាត់ក៏បានដើរសម្ដៅទៅផ្ទះវិញទាំងទឹកមុខញញឹមលុះទៅដល់ផ្ទះណែយីប៉ែហើយចុះអាលុយ10លានដែលទៅខ្ចីពីធនាគារនោះយកទៅទុកឯណានេះខ្ញុំត្រូវការទិញកុយន្តមួយគ្រឿងដើម្បីយកមកភ្ជួរស្រែអូតាប៉ែលុយហ្នឹងខ្ញុំយកទៅចាក់ឆ្នោតអស់ហើយអីជួយលុយ10លានឯងយកទៅចាក់ឆ្នោតទាំងអស់នឹងហើយតាវាខ្ញុំចាក់ទាំងអស់នឹងហើយណែតាឯងកុំភ័យមើលខ្ញុំតតែច្បាស់បានខ្ញុំហ៊ានចាំមើលបើសិនជាត្រូវលេខអា3ខ្ទង់ចាំខ្ញុំអដឺអាកោយន្តធ្វើពីមាសឲ្យតាឯងយកទៅភ្ជួរស្រែឲ្យផ្អើភូមិតែម្ដងជួយម៉ែឲ្យអញម្ដងនេះដឹងតែរលាយមែនតែនហើយលុយនេះខ្ញុំខ្ចីធនាគារយកមករកស៊ីទេហើយយីប៉ែឯងគិតអាម៉េចបានយកទៅចាក់ឆ្នោតអស់អញ្ចឹងចុះបើចាក់ខុសបានលុយអាណាសងគេអេធ្វើកំភៃមើលតាវាផ្លូវក្នុងរបស់ខ្ញុំគឺច្បាស់ណាស់គឺច្បាស់ថាចាក់ត្រូវឥឡូវដូចជាដល់ម៉ោងហើយតាវាឆាប់បើករថយកមើលហើយជួយផ្ទៀងផ្ទាត់គ្នាខ្ញុំចាក់99.09និង330ខ្ញុំបថុយជឿយីប៉ែឯងម្ដងចុះព្រោះតាំងពីដើមណាខ្ញុំស្អប់ណាស់រឿងលបែងហ្នឹងតែឥឡូវបើជាបានប្រពន្ធញៀនលបែងដូចឯងទៅវិញបើសូមជម្រាបសួរបងប្អូនពូមីងយាយតាទាំងអស់គ្នាពេលនេះគឺដល់ម៉ោងដែលត្រូវប្រកាសឆ្នោតហើយប៉ុន្តែមុននឹងប្រកាសយើងខ្ញុំក៏សូមជម្រាបជូនដល់ពុកម៉ែបងប្អូនយាយតាថាក្រុមហ៊ុនរលាយរលត់ហិនហោចយើងខ្ញុំគឺជាក្រុមហ៊ុនឆ្នោតឈានមុខគេនៅក្នុងប្រទេសចាក់តិចឈ្នះតិចចាក់ច្រើនឈ្នះច្រើនចាក់កាន់តែច្រើនកាន់តែរហាមយីអាពិធីកនេះវាឆ្លៀតដៀលឯងទៀតមើលតាវាបើកសម្លេងឲ្យលឺតិចមើលខណៈពេលនេះយើងខ្ញុំសូមប្រកាសនៅលេខឆ្នោត2ខ្ទង់មុនគេហើយលេខ2ខ្ទង់ថ្ងៃនេះគឺជាលេខ990999វើយគឺទឹកប្រហុកម៉ែរួយមានរសជាតិឆ្ងាញ់តម្លៃថោកសមរម្យយីអាបកាច់នេះអញខំចាំស្ដាប់បើលេខ2ខ្ទង់ថ្ងៃនេះគឺជាលេខ18អបអសាទរនោះខុសមួយបាត់អញថាហើយថារហាមគឺរហាមហើយយាយវាអេតាវាគ្រាន់តែលេខ2ខ្ទង់ទេតានៅសល់តែ3ខ្ទង់មួយទៀតអាហ្នឹងបានលុយធំណែចាំអត់មើលចំណែកឲ្យលេខ3ខ្ទង់វិញគឺជាលេខ333ត្រូវហើយតាវា333យើងខ្លាចជាអ្នកមានហើយតាវាត្រូវក្បាលឯងអីក្រែងឯងចាក់330អីអូមែន330មែនតើឯងអញ្ចឹងប្រកាសជាខុសហើយតែពីក្បែរត្រូវដែរតើនេះខ្ញុំថារហាមគឺរហាមហើយយីប៉ែឯងនេះខ្ញុំប្រាប់តាំងពីដើមថាអាលបែងហ្នឹងវាគ្មានកំណើតទេហេតុអីបានជាមិនស្ដាប់ខ្ញុំអញ្ចឹងឥឡូវលុយក៏អស់ទៀតតើបានលុយអាណាសងគេវិញតាប៉ែឲ្យខ្ញុំសុំទោសផងណានេះខ្ញុំដឹងខុសហើយខ្ញុំក៏តែយកលុយនឹងទៅចាក់បើត្រូវយើងនឹងខ្លាចជាអ្នកមានតែពេលនេះវារលាយហិនហោចអស់ហើយគ្មានទ្រព្យសម្បត្តិណាបានមកពីការផ្សងព្រេងទេយីប៉ែឥឡូវស្ដាប់ខ្ញុំយីប៉ែឯងឈប់លេងល្បែងទៅណាខ្ញុំសូមអង្វរនេះជាលើកចុងក្រោយហើយដែលខ្ញុំសុំចាតាប៉ែខ្ញុំមកឈប់ហើយខ្ញុំសូមសន្យាជាលើកចុងក្រោយល្អហើយតែពេលនេះមានតែសុំលោកនៅមួយរយៈហើយព្រោះផ្ទះនេះប្រកាសជាគេរឹបអូសយកទាំងអស់មិនខាន